What the heck ក្រុមកម្ពុជា Queen Phonics បានធ្វើមករឿងតោះឥឡូវយើងមកចែកគ្នាទៅតាក់ទងជាមួយនឹងការប្រកួត MWI 2021អ្នកទាំងអស់គ្នាប្រកាសជាបានទស្សនាហើយប្រកាសជាបានដឹងដូចគ្នាតាក់ទងជាមួយនឹង Queen Phonics អ្នកគ្នាអញ្ចឹងខ្ញុំសូម recap តិចតាក់ទងជាមួយនឹង Queen Phonics ជួបជាមួយនឹង Navi គឺដាក់រហូតដល់2ទល់នឹង0អ្នកគ្នានិយាយរួមទៅគឺអែមខ្លាំងមែនទែនអ្នកគ្នាហើយការប្រកួតបន្តគឺយើងប៉ះគ្នាជាមួយនឹង Team Falcon Maynard ដែលមកពី Africa ដែល Queen Phonics ដាក់រហូតដល់2ទល់នឹង0ទៀតអ្នកគ្នានិយាយទៅអែមខ្លាំងមែនទែនអ្នកគ្នាក្រុមកម្ពុជាផ្នែកនារីរបស់យើងនេះគឺមិនណយទេអ្នកគ្នាឥឡូវនេះគឺថានៅស្រុកប្រាំងរៀងអ្នកប៉ាអ្នកគ្នាគឺថា Queen Phonics មិនធម្មតាទេអ្នកគ្នាឃើញនៅក្នុង MPL KA Season 10ឃើញវាយរហូតអញ្ចឹងមកគេនិយាយថាពេលដែលយើងជួបជាមួយអ្នកខ្លាំងហើយគឺថាបង្កើតជាមួយនឹងសមត្ថភាពបន្ថែមទៀតហើយអ្នកគ្នាអញ្ចឹងគឺថា Queen Phonics គឺថាល្អខ្លាំងមែនទែនអ្នកគ្នាគឺថាលេង perfect តែម្ដងខ្ញុំមើលទៅជក់ចិត្តដិតអារម្មណ៍តែម្ដងអ្នកគ្នាអញ្ចឹងក៏អបអរសាទរទៅដល់ក្រុម Queen Phonics ដែល secure ឡើងទៅដល់ knock out stage នៅ MWI ប្រទេសបារាំងអ្នកគ្នាអញ្ចឹងគឺថានិយាយទៅដឹងតែសប្បាយភ្នែកមើលទៀតអ្នកគ្នាគឺខ្ញុំរំពឹងខ្ពស់ហ្មងថាក្រុមកម្ពុជារបស់យើងលើកហ្នឹងគឺថាដឹងតែ spicy ខ្លាំងមែនតើមិនថា Queen Phonics មិនថា Pro Esports ខ្ញុំ all in តែម្ដងឲ្យតែក្រុមដំណើរប្រទេសកម្ពុជារបស់ខ្ញុំគឺខ្ញុំ support ទាំងអស់អ្នកគ្នាអូខេអញ្ចឹងសរុបមកគ្នាយើងយកតែមិនដែរជាមួយនឹងក្រុម Queen Phonics ដែលប៉ះគ្នាជាមួយនឹង Team Navi ហើយជាមួយនឹង Team Falcon Maynard អ្នកទាំងអស់គ្នាកុំភ្លេច comment នៅខាងក្រោមខ្ញុំដឹងផងហើយមួយទៀតគ្នាយើងកុំភ្លេច follow TikTok ហើយជាមួយនឹង Facebook ខ្ញុំផងពេលដែលគ្នាយើងមើលវីដេអូខ្ញុំចប់តែងតែអររំលងអីចឹងណាអ្នកគ្នាអញ្ចឹងចុច follow ម្នាក់មួយមកដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្ថែមទៀតអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ